កម្មវិធីផ្នែកទឹកបត់ទឹកប្រជាទឹកវិលបញ្ជូបងប្អូនសាយថ្មីម្ដងទៀតហ្នឹងថ្ងៃយើងដកស្រង់ពីមតិប្រជាជនលោកបានព្រោះខ្ញុំបានទៅគប់ទីកន្លែងបញ្ជនលោកថាណាលោកថាមានបញ្ហាមួយដែលលោកមិនច្បាស់លាស់បើអញ្ចឹងលោកចង់បញ្ចេញមតិណាអញ្ចឹងលោកមិនបានបញ្ចេញមតិខ្ញុំក៏យកមតិរបស់ប្រជាជនលោកមកបញ្ចេញជំនួសបងប្អូនណាលោកថាអំពីការប្តឹងទៅ ICJ របស់ខ្មែរយើងអំពីបញ្ហាប្រសាទតំបន់តូចតំបន់ធំតាក្របីហើយនឹងតំបន់មុំបីហ្នឹងតើច្បាស់លាស់ឬយ៉ាងណាទេព្រោះគេនៅសង្ស័យពីមុនគេអត់សង្ស័យទេតែគឺឮសម្ដីរដ្ឋាភិបាលលោកបានមានប្រសាសន៍ថាពីរចំណុចដែលគេគួរសង្ស័យខ្លាំងណាចំណុចទី1គឺថាតលតែចាំបាច់ណាមានការចាំបាច់នឹងប្តឹងណាការចាំបាច់មកប្តឹងមុនមិនថាអញ្ចឹងរដ្ឋាភិបាលថាតតែប្តឹងមិនទុកឲ្យអង្គុយបក់ផ្សែងគឺតលផលិតភ្លើងហ្នឹងគឺបដញ្ញាអញ្ចឹងអ្នកម្នាក់គឺថាជានិយមមិនថាគណៈបពប្រឆាំងទាំងក្មេងទាំងចាស់គឺសบายរាយណាស់លោកបានលោកទៅប្តឹងទៅ ICJ ជាប្តឹងអន្តរជាតិណាជាតឡាការអន្តរជាតិកម្ពុជាដើម្បីកាត់ក្តីយើងរកយុត្តិធម៌យើងណាទី1ណាហើយទី2ទៀតអំពីណាឥឡូវចេញពាក្យមកថាកែសម្រួលកងទ័ពតើកែសម្រួលមានន័យថាម៉េចកែសម្រួលដកចេញពីកន្លែងយើងឈរជើងកន្លែងហ្នឹងឈរជើងហ្នឹងរបស់ដីខ្មែរយើងឬមិនដីខ្មែរយើងបើថាដីខ្មែរយើងដកដើម្បីអីណាដកពីខ្មែរដីខ្លួនឯងទៅដីខ្លួនឯងយ៉ាងដែរហ្នឹងឬក៏យើងដកទៅចូលដីគេបញ្ជាក់ឲ្យច្បាស់ទី1ទី2ទៀតគឺជីកលានដ្ឋានគេថាត្រង់សេសម្រាប់ការពារខ្លួនហ្នឹងណាអាការលុបលានដ្ឋានលុបត្រង់សេហ្នឹងតើជីកត្រង់សេហ្នឹងជីកត្រង់សេនៅលើដីខ្លួនឯងយើងជីកទៅលើដីគេបើសិនយើងដកមកមានន័យថាយើងជីកទៅលើដីគេហើយយើងនៅលើដីគេហើយហ្នឹងបើសិនយើងដកតាមពាក្យថៃព្រោះថៃគេបានផ្សាយណាព្រមព្រៀងណាពេញសុកថៃគេថាខ្មែរគេបានចរចាមួយខ្មែរព្រមព្រៀងណាដកសម្រួលកងទ័ពចេញ200ម៉ែត្រទៅ200ម៉ែត្រណាគេដក200ម៉ែត្រយើងដក200ម៉ែត្រហើយដកដើម្បីអីបើយើងដកពីដីយើងចេញមកចូលដីយើងដដែលហ្នឹងបើគេដកត្រូវហើយព្រោះដកពីដីខ្មែរចូលដីគេវិញព្រោះគេឆ្លៀនពៀនណាបាញ់ដេញឲ្យយោធិនយើងម្នាក់ស្លាប់នៅលើក្នុងត្រង់សេរបស់យើងគូពិចារណាប្រជាជនក្តៅក្រហាយឈឺខ្លាំងណាស់បាទឈឺចិត្តខ្លាំងណាស់ដូច្នេះបើសំណាញ់ជាពីរចំណុចហ្នឹងមកសម្ដេចនាយករដ្ឋាភិបាលលោកមិនច្បាស់លាស់ទេសូមឲ្យបញ្ចេញនៅមតិឬក៏ធ្វើអ្វីមកបញ្យល់ឲ្យប្រជាជនលោកច្បាស់ក្នុងចិត្តថាតើពិតប្រកបឬក៏អត់ទីលទ្ធដ្ឋានលុបលទ្ធដ្ឋានហ្នឹងលើដីយើងដីគេលុបហ្នឹងលុបដើម្បីអីហើយសម្រួលយ៉ាងម៉េចដែរណាគាត់កុំឲ្យប្រជាជនលោកសពិលបើអញ្ចឹងលោកពិលពីដើមលោកគ្រប់ត្រូលណាគ្រប់ត្រូលច្រើនណាស់100%ឥឡូវលោកថាដូចនៅសល់បាន20 30ផងអាហ្នឹងហើយដែលធ្វើឲ្យឥទ្ធិពលរបស់រដ្ឋាភិបាលហ្នឹងចុះកន្លែងគ្រប់ត្រូលណាសូមជម្រាបជូនប៉ុណ្ណឹងដូចមិនបច្ចេកវិទ្យាជាតិលោកត្រូវនៅបញ្យល់ឲ្យច្បាស់មែនទែនទោះថាតើដកហ្នឹងឬក៏សម្រួលយ៉ាងម៉េចលុបលទ្ធដ្ឋានត្រង់ផ្សេងលុបទៅលើដីណាណាដើម្បីកុំឲ្យបងប្អូនសពិលហើយបើថាគ្រាន់តែថាហើយមិនបានបញ្យល់ច្បាស់លើទេអាហ្នឹងអស់ហើយគេអស់ហើយខ្ញុំនឹងគ្រប់គ្រងទាំងមុនគេទៀតនោះ2ទៀតនោះណាហ្នឹងបើថាឥឡូវខ្ញុំមិនទាន់ដឹងថាយ៉ាងម៉េចទេចាំមើលតទៅទៀតគេថាប្រហែលជាថ្ងៃគេរងចាំមើលថ្ងៃទី14បើស្នាជាយកអាដេញពាក្យអាដេញតំន់តូចតំន់ធំកោះអីហ្នឹងមុំបីអាហ្នឹងយកមកចរចាមិនន័យថាអត់ទេព្រោះសម្ដេចយករដ្ឋាភិបាលលោកថាមិនព្រមអានឹងយកចរចាទេរឿងផ្សេងទៀតណាបើពិតប្រកបមែនចាំមើលដល់ថ្ងៃបន្ទាប់ពីថ្ងៃទី14ទៀតបាទអរគុណច្រើនបាទ